នេះគឺជារបៀបនៅក្នុងការបើក flash iPhone របស់យើងឲ្យ load បែបនេះនៅពេលដែលមានគេ call មកឬក៏ផ្ញើសារផ្សេងៗដំបូងបងប្អូនបើកចូលទៅកាន់កម្មវិធី setting របស់ iPhone របស់យើងហើយធ្វើការ scroll ចុះក្រោមបន្តិចទៅរកពាក្យថា accessibility បន្ទាប់ពីយើងឃើញនៅក្រោមពាក្យ general នឹងហើយគឺយើងធ្វើការចុចចូលទៅកន្លែងហ្នឹងហើយបន្តមកទៀតយើងធ្វើការ scroll ចុះក្រោមបន្តិចបងប្អូននឹងឃើញពាក្យថា audio and visual អញ្ចឹងបងប្អូនចុចចូលនៅត្រង់កន្លែងហ្នឹងមកបន្តមកទៀតបងប្អូនធ្វើការអូសទៅក្រោមបំផុតនឹងឃើញពាក្យថា LED flash for alert អញ្ចឹងបងប្អូនគ្រាន់តែចុចចូលទៅក្នុងហ្នឹងមកហើយបន្ទាប់មកយើងធ្វើការបើកនៅមុខងារ LED flash for alert នៅខាងលើគេតែម្ដងហើយខាងក្រោមពីរនេះគឺមានន័យថាយើងអត់ចង់បើកនៅពេលដែលយើង lock screen ឬក៏ silent mode តែបើយើងចង់បើកទាំងអស់គឺបងប្អូនអាចចុចបើកទាំងអស់នៅខាងក្រោមនេះក៏បានដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេច follow ម្នាក់មួយយើងនឹងជួបគ្នានៅវីដេអូក្រោយ